ប្អូនដឹងទេនៅឆ្នាំ1990ប្រទេសអ៊ីរ៉ាក់បានឈ្លានពានប្រទេសគុយវ៉ែតហើយចង់បញ្ចប់នៃសង្គ្រាមរវាងប្រទេសទាំងពីរនេះគឺប្រទេសអ៊ីរ៉ាក់បានសងសំណងទៅប្រទេសគុយវ៉ែតចំនួន$52,000 លានគឺជាចំនួនទឹកលុយដែលច្រើនមែនទែនបងប្អូនច្រើនហើយគេសងទៅលើក្រុមហ៊ុនរដ្ឋនិងពលរដ្ឋរបស់ប្រទេសគុយវ៉ែតដោយមានការអន្តរាគមន៍ពីអង្គការសហប្រជាជាតិដែលយើងហៅថា UN បងប្អូនហើយតកតងនឹងពួកសៀមដែលឈ្លានពានមកប្រទេសកម្ពុជារបស់យើងមិនយូរមិនឆាប់ទេនឹងសងសំណងមកប្រទេសកម្ពុជាយើងដូចគ្នាបងប្អូនព្រោះប្រទេសកម្ពុជារបស់យើងមានភ័ស្តុតាងជាច្រើននិងរឹងមាំដើម្បីផ្ដល់ជូនទៅ UN ICC និង ICJ រួចទៅហើយបងប្អូនហើយនៅថ្ងៃនេះយោធារបស់ទាហានសៀមក៏គេបានប្រាប់ប្រជាពលរដ្ឋគេដែរថាឲ្យលុបវីដេអូរាល់សកម្មភាពរបស់គេដែលឈ្លានពានមកប្រទេសកម្ពុជារបស់យើងដូចជាឲ្យយោធារបស់គេប្រជាពលរដ្ឋរបស់គេគឺបែនរាល់វីដេអូទាំងអស់នោះបងប្អូនគឺដោយសារតែវាខ្លាចច្បាប់អន្តរជាតិបងប្អូនមិននៅសុកវាប្រកាសចឹងទេបងប្អូនសិតតែមានអ្វីនៅពីក្រោយបងប្អូនហើយបងប្អូនត្រូវតែជឿជាក់បន្តជឿជាក់លើថ្នាក់ដឹកនាំរបស់យើងកុំជឿតាមព័ត៌មានដែលគេបំផុសតាម Facebook ដើម្បីបំបាក់ស្មារតីបំបាក់សាមគ្គីរបស់យើងហើយកម្ពុជារបស់យើងនៅតែគោរពប្រកាន់ជំហរគោរពច្បាប់អន្តរជាតិហើយចំណែកឯប្រទេសថៃគេមិនគោរពមិនអីអាហ្នឹងជារឿងរបស់គេប៉ុន្តែកម្ពុជារបស់យើងនៅតែគោរពច្បាប់អន្តរជាតិកម្ពុជាយើងមិនអាចចាញ់ហើយថៃក៏មិនអាចឈ្នះ